បាទសួស្តីបងប្អូនទាំងអស់គ្នាសិស្សានុសិស្សថ្នាក់ទី12ឆ្នាំ2026បាទខ្ញុំលោកគ្រូឃើញเพจរបស់ក្រសួងបានដាក់ថានៅសល់តែមួយខែទៀតទេបងប្អូននឹងទៅប្រឡងជាយុភូមិបាទថ្ងៃ10សីហាឆ្នាំ2026ចឹងសំណួរសួរថាតើបងប្អូនត្រូវត្រៀមធ្វើអ្វីខ្លះបាទលោកគ្រូជូន3ចំណុចសំខាន់ទី1បងប្អូនមានកាលវិភាគបាទច្បាស់លាស់ក្នុងការរៀនសូត្ររំលឹកមេរៀនឲ្យបានតាមកាលវិភាគដែលបងប្អូនបានកំណត់បាទហើយកុំឆ្វេងឆ្វាយបាទកុំឆ្វេងឆ្វាយតាំងអារម្មណ៍តាំងស្មារតីបាទក្នុងការសិក្សាឲ្យបានម៉ឺងម៉ាត់ឲ្យបានម៉ត់ចត់ឲ្យបានម៉ាត់ចាក់ទី2សំខាន់ហ្នឹងគឺវិន័យបាទវិន័យនាំឲ្យជោគជ័យវិន័យនាំឲ្យមានសុខភាពល្អវិន័យនាំឲ្យសម្រេចតាមគោលដៅដែលបងប្អូនចង់បានបាទនេះគឺវិន័យទី3សំខាន់ទៀតគឺរក្សាសុខភាពរបស់បងប្អូនឲ្យបានល្អបាទអញ្ចឹងបងប្អូនសំណួរសួរទៀតថាគ្រូអញ្ចឹងបើខ្ញុំមានកម្មវិធីច្រើនបាទបងប្អូនការមិត្តភ័ក្តិខួបកំណើតបាទអញ្ចឹងតែផឹកស៊ីម្ដងមួយកាលអីមិនដែរគ្រូបានតែគុំនៅយូរតិចតួចបានហើយត្រូវត្រឡប់មកធ្វើកិច្ចការតាមកាលវិភាគបងប្អូននិងគោលដៅកំណត់គោលដៅរបស់បងប្អូនហ្នឹងបាទអញ្ចឹងលោកគ្រូមានជូនតែប៉ុណ្ណឹងសម្រាប់មួយខែពេញរបស់បងប្អូនសង្ឃឹមថាបងប្អូននឹងទទួលបានជោគជ័យនៅថ្ងៃទី10សីហាឆ្នាំ2026សូមអរគុណ